ខ្ញុំចន្ទថាចែករំលែកថ្នាំខ្មែរបុរាណមកចែករំលែកជូនពុកម៉ែបងប្អូនអំពីផ្លែម្នាស់ខ្ចីណាបងប្អូនយកតែម្នាស់ខ្ចីទេយកមកធ្វើថ្នាំព្យាបាលជំងឺ1រលាក់សន្លាក់2រលាក់សន្លាក់សាច់ដុំ3ជួយកម្ចាត់ឈាមសឡើង4ជំងឺមហារីកសូដន5មហារីកបំពង់ក6ជួយរំលាយបន្ទន់លីមុ7នោមតឹង8នោមក្រហាយ9សម្ពាធឈាមឡើងខ្ពស់10ជួយឲ្យភ្នែកយើងភ្លឺច្បាស់បានល្អវិធីប្រើថ្នាំវិញម្ដងយកផ្លែម្នាស់ខ្ចីមួយផ្លែតូចល្មមណាបងប្អូនចិតជាចំណិតទាំងសម្បករបស់វារួចដាំជាមួយទឹក2លីត្ររំងាស់ឲ្យបាន15នាទីទួលទានទឹកថ្នាំវិញម្ដងមួយថ្ងៃទទួលទានតែ3ដងទេបងប្អូនព្រឹក1ដងថ្ងៃ1ដងនិងល្ងាច1ដងព្យាយាមទទួលទានចាប់ពី7ថ្ងៃរហូតដល់10ថ្ងៃអាការៈជំងឺរបស់ពុកម៉ែបងប្អូនដូចខ្ញុំរៀបរាប់នៅខាងលើប្រកាសជាបានធូរស្បើយជាក់ជាពុំខានមិននឹកស្មានថាផ្លែម្នាស់ខ្ចីយកមកធ្វើថ្នាំពូកែស័ក្តិសិទ្ធិដល់ម្លឹងសោះបងប្អូនចែកគ្នាដឹង